នៅជ្រុងមួយនៃប្រទេសកម្ពុជាយើងគិតខុសកូនណាយើងតែងតែគិតថាអ្នករៀនចប់បាក់ឌុបគឺទៅសាកលវិទ្យាល័យហើយអ្នករៀនធ្លាក់បាក់ឌុបគឺទៅសាលារៀន TVET ឬ Vocational School សូមឲ្យក្មួយចាំឲ្យច្បាស់ជាង 60% ជំនាញដែលប្រទេសត្រូវការគឺជំនាញវិជ្ជាជីវៈជំនាញវិជ្ជាជីវៈនេះតែក្រុមហ៊ុនច្រើនរើសរកបុគ្គលិកគ្មានទេខ្វះខ្លាំងណាស់មួយតែចាំថាការប្រឡងមួយថ្ងៃក្នុងមួយជីវិតការសិក្សារបស់ក្មួយมันអាចយកជាផ្លូវការជាកំណត់មួយជ្រុងនៃអនាគតមួយទេវាជាចម្ពោះមួយនៅក្នុងរាប់រយចម្ពោះទៅមុខទៀតមួយនៅក្មេងណាស់នៅវ័យក្មេងណាស់អនាគតមួយគឺភ្លឺស្វាងដល់អនាគតវែងឆ្ងាយមួយទៅដឹងថាបច្ចុប្បន្ននេះជាពិសេស10ឆ្នាំទៅមុខអ្វីគឺមិនដូចគ្នាទេបច្ចុប្បន្ននេះគឺប្រទេសខ្មែរត្រូវការអ្នកជំនាញវិជ្ជាជីវៈច្រើនជាងគេបង្អស់5ឆ្នាំ10ឆ្នាំក្រោយយើងត្រូវការរោងចក្រយើងត្រូវការផលិតយើងត្រូវការធ្វើស្រែទំនើបកម្មនិយមប្រើប្រាស់ម៉ាស៊ីនប្រើប្រាស់ logistic ប្រើប្រាស់ supply chain ប្រើប្រាស់ mechanic ប្រើប្រាស់វិស្វករប្រើប្រាស់គ្រប់ប្រភេទដែលចេញពីជំនាញវិជ្ជាជីវៈនៅជ្រុងមួយនៃប្រទេសកម្ពុជាយើងគិតខុសកូនណាយើងតែងតែគិតថាអ្នករៀនចប់បាក់ឌុបគឺទៅសាកលវិទ្យាល័យហើយអ្នករៀនធ្លាក់បាក់ឌុបគឺទៅសាលារៀន TVET ឬ Vocational School ដែលគេហៅថាជំនាញវិជ្ជាជីវៈខ្នាតធំនិងខ្នាតតូចសូមឲ្យក្មួយចាំឲ្យច្បាស់ជាង 60% នៃជំនាញដែលប្រទេសត្រូវការគឺជំនាញវិជ្ជាជីវៈជំនាញវិជ្ជាជីវៈនេះតែក្រុមហ៊ុនច្រើនទាំងក្រុមហ៊ុនយើងផងដែររើសរកបុគ្គលិកគ្មានទេខ្វះខ្លាំងណាស់បរទេសដែលគេហៅថា FDI Foreign Direct Investment ការវិនិយោគចេញពីក្រៅប្រទេសចូលស្រុកខ្មែរយើងនេះគឺមិនសូវមានទេដោយសារខ្វះអ្នកជំនាញវិជ្ជាជីវៈខ្វះដូច្នេះហើយគេអត់ទាន់មកទេបើគេអត់ទាន់មកប្រទេសយើងក៏អត់ទាន់បង្កើតរោងចក្រធំបានដែរក៏អត់មានការនាំចេញបានដែរក៏អត់មានការងារឲ្យប្រជាពលរដ្ឋធ្វើបានដែរហើយក៏មិនអាចលូតលាស់បានដែរគឺរំពឹងលើក្មួយទាំងអស់គ្នានេះឯងដើម្បីឲ្យក្មួយសិក្សាជំនាញដែលគេត្រូវការដែលប្រទេសខ្មែរយើងត្រូវការចឹងសូមក្មួយកុំយល់ច្រឡំថាគឺចប់បាក់ឌុបចូលសាកលធ្លាក់ចូលវិជ្ជាជីវៈដូច្នេះហើយលោកគ្រូសូមស្នំពោតែមួយទេពេលក្មួយរៀនចប់ពេលក្មួយធ្វើការពេលក្មួយដឹកនាំមើលក្រុមហ៊ុនឬក៏ប្រទេសក្មួយចាំពាក្យមួយម៉ាត់ក្មួយមិនអាចធំតែឯងទេក្មួយត្រូវឲ្យប្រជារាស្ត្រទាំងមូលប្រទេសទាំងមូលធំដែរដូច្នេះហើយសូមប្រាំឲ្យក្មួយខិតខំមិនត្រឹមតែរៀនសូត្រទេទាំងទឹកចិត្តទាំងការអភិវឌ្ឍហើយធំធេងដែលក្មួយមានឱកាសចាប់បាន